Spur ឬក៏ Man U យើងមកនិយាយគ្នាបន្តិចជំរាបសួរខ្ញុំក៏មកមានជួបគ្នាមកចាស់នៅក្នុងវីដេអូថ្មីគិតមកនៅកម្ពុជាគឺនៅវេលាម៉ោង2រំលងអាធ្រាត្រនេះគឺជាវេលាដែលការទន្ទឹងរង់ចាំមើលគូប្រកួតដ៏អាក្រក់បំផុតត្រូវជួបគ្នាដណ្ដើមពានរង្វាន់ Europa League ហើយថាគូប្រកួតអាក្រក់ព្រោះថាពួកគេគឺជាក្រុមក្បែរបាតតារាងនៅ Premier League ក៏ប៉ុន្តែមានឱកាសបានពានបានកៅអីលេងនៅលីកកំពូលអឺរ៉ុប Champions League នារដូវកាលក្រោយព្រមទាំងអាចទទួលបាននៅប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ច្រើនជាងក្រុមដែលបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៅ Premier League ទៅទៀតចាឡើងមកដល់វគ្គផ្ដាច់ប្រត់នេះ Tottenham រកចំណូលនៅ Europa League បានជាង$35 លានរួចទៅហើយចំណែកឯ Man U គឺរកបានជិត$36 លានដោយសារតែ Man U គឺប្រកួតមិនចាញ់សោះក៏ប៉ុន្តែ Spurs គឺមានចាញ់មានឈ្នះហើយមានស្មើអីចឹងទៅក្រុមទាំងពីរនឹងទទួលបានម្នាក់ជិត$8 លានទៀតពីការឡើងដល់វគ្គបញ្ចប់នេះខណៈដែលជ័យលាភីម្ចាស់ជើងឯក Europa League នឹងទទួលបានបន្ថែមទៀត$7 លានបូករួមនឹងពានរង្វាន់ធ្វើពីប្រាក់សុទ្ធទម្ងន់15 គីឡូក្រាមថែមទាំងឱកាសបានកៅអីលេងនៅ Champions League នារដូវកាលក្រោយនិងជាពិសេសគឺបានប្រកួត UEFA Super Cup ជាមួយក្រុមជ័យលាភី UEFA Champions Leagueចាឡើងមកដល់វគ្គនេះគឺគ្មានអ្នកណាគេចង់ចាញ់នោះទេហើយក៏មិនអាចបង្អាប់ថាក្រុមណាអន់ជាងក្រុមណាប៉ាកែជាងខ្លាំងនោះទេព្រោះថាបាល់មូលហើយក្រុមនីមួយៗទម្រាំតែគេបានប៉ុណ្ណេះក៏សុទ្ធតែមានភាពខ្លាំងនិងមានភាពសំណាងរបស់ពួកគេរួចទៅហើយដែរគូប្រកួតនេះទៀតសោតសុទ្ធតែមិនអាចមើលងាយបាននោះទេព្រោះថាកម្រិតរបស់ពួកគេគឺប្រហាក់ប្រហែលគ្នាជាពិសេសគឺជាក្រុមដែលមកពីលីកអង់គ្លេសដូចគ្នាតែម្ដងទោះបីជានៅក្នុងលីកក្រុមទាំងពីរលេងជាប់កំណត់ត្រាអាក្រក់រៀងៗខ្លួនក៏ប៉ុន្តែនៅរដូវកាលនេះយើងមិនត្រូវភ្លេចទេថា Manchester United បានចំណាយជាង$310 លានក្នុងការទិញកីឡាករចំណូលថ្មីមកពង្រឹងក្រុមចំពោះកត្តាគ្រូបង្វឹកវិញ Man U ក៏បានជះលុយជិត$14 លានដើម្បីផ្ដាច់កុងត្រាលោកគ្រូ Robin Amorim ពី Sporting CP សំទោសយកមកដឹកនាំក៏ដូចជាបានចំណាយជាង$18 លានសងជំងឺចិត្តលោក Erik ten Hag ដើម្បីបណ្ដេញគាត់ចេញពីតំណែងមានន័យថារដូវកាលនេះគឺ Man U ចាយអស់លុយច្រើនមែនទែនដូច្នេះបើសិនជាបានឈ្នះពាន Europa League គឺអាចទូទាត់បានហើយក៏អាចសន្សំថវិកាសម្រាប់គម្រោងមហាកីឡាដ្ឋានរបស់ខ្លួនដែលអាចថាក្រុងនឹងផ្ទុកអ្នកទស្សនាបានជាង100000នាក់ក៏ប៉ុន្តែបើសិនជាចាញ់វិញ Man U គឺអាចនិយាយបានថាចោលមិនសៀតនៅរដូវកាលនេះចំពោះ Tottenham Hotspur នៅរដូវកាលនេះក៏បានចាយលុយមិនធម្មតាដែរលើការទិញកីឡាករគឺអស់ជាង$220 លានដោយកីឡាករទិញមកថ្លៃបំផុតនោះគឺ Dominic Solanke តម្លៃជិត$80 លានឯណោះប៉ុន្តែ Spurs អត់មានបានចំណាយលើរឿងដេញគ្រូបង្វឹកនោះទេបើសិនជា Spurs មិនអាចលើកពាននេះបាន Spurs នៅតែជាប់ឈ្មោះជាក្រុមជាប់បណ្ដាសាបន្តអត់ពានដល់ឆ្នាំទី18ក៏ប៉ុន្តែបើឈ្នះវិញនេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រដែលកើតឡើងស្របពេលដែលគ្រូបង្វឹក Spurs បច្ចុប្បន្នគឺលោក Postecoglou នឹងគាត់បាននិយាយថាធម្មតានៅរដូវកាលទី2គាត់តែងតែដឹកនាំក្រុមបានឈ្នះពានការប្រកួតយប់នេះសម្រាប់ Spurs គឺរៀងលំបាកបន្តិចព្រោះមានរបួសកីឡាករច្រើនអ្នកដែរជាពិសេសគឺក្នុងតំបន់បម្រើតែម្ដង Spurs នឹងអវត្តមានកីឡាករសំខាន់នៅតំបន់បម្រើ2នាក់គឺ James Maddison ហើយនិង Koloski ហើយក៏អវត្តមានកីឡាករផ្សេងទៀតដូចជា Timo Werner, Lucas Bowell, Dragosin ហើយក៏ដូចជា Dan Scarlett ជាដើមចំពោះ Man U វិញมันមានបញ្ហាកីឡាកររបួសធំដុំច្រើននោះទេគឺអវត្តមានតែ2នាក់តែប៉ុណ្ណោះ Lisandro Martinez ក៏ដូចជា Matic Delaneyយ៉ាងណាមិញរឿងអ្វីក៏អាចកើតឡើងបានដែរសប្តាហ៍មុនអ្នកទីក្រុង Manchester គឺ Manchester City ទើបតែត្រូវបានអ្នកទីក្រុងឡុងដុងខាងត្បូង Crystal Palace បំបាក់បានដើម្បីលើកពាន FA Cup ជាលើកដំបូងបំបែកកំណត់ត្រាក្នុងរយៈពេលជាង100ឆ្នាំនៃការបង្កើតក្លឹបដូច្នេះនៅយប់នេះស្រួលមិនស្រួលអ្នកទីក្រុងឡុងដុងខាងជើង Tottenham Hotspur ក៏អាចនឹងធ្វើឲ្យអ្នកទីក្រុង Manchester United ក្លាយជាក្រុមចៅម៉ាស៊ីនបំផុតនៅក្នុងរដូវកាលនេះបានផងដែរចាអញ្ចឹងបាល់ទាត់មានតែប៉ុណ្ណឹងសម្រាប់ខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រងមន់ខ្នៃមាសខ្ញុំពិតជាមានមោទនភាពដែលក្រុមបានឡើងដល់វគ្គផ្ដាច់ព្រាត់ទោះបីជាបើសិនជាលទ្ធផលចេញមកបែបណាក៏ដោយក៏ខ្ញុំនៅតែគ្រប់គ្រងដែរប៉ុន្តែគឺសង្ឃឹមយ៉ាងមុតមមថា Spurs នឹងអាចក្លាយជាជើងឯកបានអរគុណច្រើនយើងនឹងចាំអ៊ុតមើលទាំងអស់គ្នាតើអ្នកណានឹងក្លាយជាជើងឯករវាង Spurs និង Man U អរគុណជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា